រដូវនេះគឺជារដូវត្រជាក់ចាប់ដើមត្រជាក់ខ្លាំងមែនតើចារហូតដល់ខែ12រឹតត្រជាក់ទៀតអញ្ចឹងមានអីឆ្ងាញ់ជាងទឹកស៊ុបហិតទឹកស៊ុបក្តៅគឺឆ្ងាញ់មែនតើហើយស្លក្តៅអញ្ចឹងញ៉ាំយ៉ាងហោចក៏2ចានដែរបងប្អូនអើយយើងមិនចាំបាច់ញ៉ាំបាយក៏បានដែរញ៉ាំទឹកស៊ុបទៅទេអញ្ចឹងសម្រាប់បងប្អូនណាដែលចូលចិត្តតមហានៅពេលយប់អីចាទោះបីជាហូបស៊ុបមួយចានក៏អត់ឡើងគីឡូដែរខ្ញុំទៅនេះរីឯបន្លែវិញខ្ញុំរើសយកការ៉ុតចេកថាវហើយតកូលស្ពៃខ្ញុំអត់យកស្ពៃចុងទេណាហើយមានផ្សិតហើយនឹងគូឆាយចាគឺផ្កាគូឆាយយើងហើយបង្គាយហឺហើយនឹងលឹកខ្ទឹមហើយខ្ទឹមសខ្ញុំដាក់ចូលទឹកស៊ុបបន្តិចទេពេលស្លហ្នឹងបន្ទាប់មកខ្ញុំទុកខ្លះដើម្បីយកទៅរំលីងឲ្យក្រៀមហើយដាក់ចូលទឹកស៊ុបបងចូលចុងក្រោយគេធ្លាប់តែញ៉ាំស្ងោរស៊ុបផ្សិតស្ពៃការ៉ុតជីថៅអញ្ចឹងដល់ពេលដាក់លីគូឆាយអញ្ចឹងឆ្ងាញ់ហ្នឹងហើយរសជាតិប្រហើរធ្លាប់តែញ៉ាំស្ងោរគូឆាយជាមួយនឹងសារាយខ្មៅហើយនឹងដាក់សាច់ជ្រូកជាមឬក៏ពងទាអញ្ចឹងពងទាជៀនហើយយើងយកគោះស្ងោរចាគឺឆ្ងាញ់ធ្លាប់តែញ៉ាំអញ្ចឹងដល់ពេលយកលីជាមួយស្ពៃការ៉ុតជីថៅអញ្ចឹងគឺឆ្ងាញ់បែបម្យ៉ាងបើកមកគឺឈ្ងុយប្រហើរតែម្ដងពេលទឹកពុះខ្ញុំដាក់បង្គាហើយនឹងយឺចូលឲ្យវារៀងមានជាតិទឹកស៊ុបតិចហ្នឹងហើយបង្គានេះខ្ញុំបានពីមិត្តភ័ក្ដិឲ្យទេនៅរដ្ឋ California ហើយក៏សូមអរគុណពួកម៉ាក់ដែលបានផ្ញើបង្គាឲ្យបាន2កញ្ចប់ហ្នឹងគឺឆ្ងាញ់មែនតើចាហើយនេះគឺជាប្រហិតសាច់ជ្រូកដែលខ្ញុំយកទៅកិនទៅខ្លួនឯងណាចាហើយស្វិតមែនតើហើយរបៀបមូប្រហិតហ្នឹងគឺខ្ញុំអត់ប្រើដៃមូសូនទេខ្ញុំប្រើជាស្លាបព្រាគឺវាអត់ស្អិតហ្នឹងហើយស្លាបព្រាហ្នឹងពេលធ្វើហ្នឹងខ្ញុំជ្រលក់ប្រេងធ្វើបាន2-3ដងអញ្ចឹងទៅខ្ញុំយកស្លាបព្រាខ្ញុំយកទៅជ្រលក់នឹងប្រេងដើម្បីលុញធ្វើជាប្រហិតខ្ញុំធ្លាប់តែធ្វើប្រហិតសាច់មាន់តែលើកនេះខ្ញុំធ្វើប្រហិតសាច់គោឆ្ងាញ់មួយយ៉ាងប៉ុន្តែខ្ញុំគិតថាប្រហិតសាច់មាន់រសជាតិឆ្ងាញ់ជាងខ្ញុំមិនដឹងទេណាតែខ្ញុំមានអារម្មណ៍ថាប្រហិតសាច់មាន់រសជាតិឆ្ងាញ់ជាងប្រហិតសាច់ជ្រូកតែប្រហិតសាច់គោខ្ញុំអត់បានធ្វើទេចាតបងកថាស្ងោប្រហិតសាច់ត្រីតែដោយសារកន្លែងរស់នៅដែលខ្ញុំរស់នៅហ្នឹងគឺអត់មានប្រហិតសាច់ត្រីទេខ្ញុំចង់ទិញត្រីខ្ញុំធ្វើប្រហិតណាប៉ុន្តែដឹងថាត្រីអីទេដែលអាចយកមកធ្វើប្រហិតបានព្រោះនៅនេះសិតតែត្រីសមុទ្រចាឥឡូវហ្នឹងខ្ញុំដាក់អំបិលប្រហែលជាកន្លះស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេពីចេងកន្លះស្លាបព្រាកាហ្វេអញ្ចឹងទៅហើយនឹងស្ករស1ស្លាបព្រាកាហ្វេម្រេច1ស្លាបព្រាបាយព្រោះស្ងោស៊ុបមួយឆ្នាំងនេះត្រូវការរសជាតិហឹរចាគឺហឹរពីម្រេចឈ្ងុយចាតើមកខ្ញុំដាក់ការ៉ុតជីថាវទាំងអស់ចូលគ្នាហើយខ្ញុំធ្វើការស្ងោរប្រហែលជា3នាទីដើម្បីឲ្យអាការ៉ុតជីថាវហ្នឹងរាងឆ្អិនហើយបន្តមកខ្ញុំដាក់ផ្សិតចូលជាបន្តអញ្ចឹងណាទៅតាមបន្លែណារឹងបន្លែណាឆាប់ឆ្អិនខ្ញុំដាក់ក្រោយគេចាយើងធ្វើទៅតាមហ្នឹងតើហើយផ្សិតនេះខ្ញុំដាក់ផែនបំពុះទេចាហើយតមកខ្ញុំដាក់ស្ពៃហើយនឹងគូឆាយស្ពៃគូឆាយគឺខ្ញុំបង់ក្រោយគេដោយសារពីមុខវាឆាប់ឆ្អិនហ្នឹងហើយបន្លែក៏ទៅមានប្រហែលជា3-4មុខហ្នឹងគឺយើងស្ងោរចូលនេះឆ្ងាញ់រសជាតិប្រហើរអញ្ចឹងណាប៉ុន្តែស្ងោរស៊ុបនេះបើបានប្រហិតសាច់ត្រីវិញគឺរឹតតែឆ្ងាញ់ទៀតហើយសំខាន់គឺទឹកស៊ុបមានរសជាតិប្រហើរជាមួយនឹងម្រេចក៏កាន់តែឈ្ងុយដោយសារពេលបាក់ឆ្នាំមកមានជាតិប្រហើរអញ្ចឹងហ្មងណាឈ្ងុយហើយហត់ក្តៅចេះរឹតតែបាច់ញើសឆ្ងាញ់ទៀតដោយសារអាកាសធាតុនៅនេះវាត្រជាក់អញ្ចឹងណាបន្ទាប់មកខ្ញុំងាកមកធ្វើការបំពងខ្ទឹមសចាបំពងខ្ទឹមឲ្យវារៀងចាញ់ហៅក្តៅកាឡាតខ្មែរយើងចូលចិត្តប្រើពាក្យហ្នឹងបើនិយាយចាំទៅគឺឲ្យមានរសជាតិស្រួយពណ៌ចេញពណ៌ខំតិចចឹងទៅអត់ឲ្យខ្លោចពេកទេចាឲ្យតែស្ងោរស៊ុបខ្ញុំចូលចិត្តបំពងខ្ទឹមដាក់ពីលើក្រោយគេធ្វើឲ្យទឹកស៊ុបហ្នឹងកាន់តែឈ្ងុយទៅទៀតហើយដោយសារខ្ញុំចូលចិត្តម្ទេសអញ្ចឹងខ្ញុំដាក់ម្ទេសប្រហែលជា10គ្រាប់ដែរចាពេលដែលយើងញ៉ាំទៅយើងខាំដោយម្ទេសមួយគ្រាប់គឺឆ្ងាញ់មែនតើហើយបងប្អូនអើយស្ងោរមុខនេះគ្រាន់តែបើកឆ្នាំងមកឈ្ងុយទី1គឺប្រហែលឈ្ងុយនឹងម្រេចគូឆាយហើយខ្ទឹមដែលយើងរំលីងហ្នឹងគឺឈ្ងុយមែនតើចាហើយកន្លះវេចុងក្រោយនេះបងប្អូនគឺទឹកស៊ីអ៊ីវចារាល់ការធ្វើម្ហូបដូចជាស្ងោរនេះមួយគឺខ្ញុំអត់ចោលទេទឹកស៊ីអ៊ីវគឺបន្ថែមរសជាតិទឹកស៊ុបកាន់តែដិតចាហើយរីឯប្រឡាក់សាច់វិញមិនថាសាច់គោសាច់ជ្រូកសាច់មាន់ទេគឺត្រូវតែបន្ថែមនៅទឹកស៊ីអ៊ីវយ៉ាងហោចណាកូរមួយស្លាបព្រាបាយអញ្ចឹងណាចានេះជាក្បួនរបស់ខ្ញុំហើយទឹកស៊ីអ៊ីវហ្នឹងគឺមានជាតិមិនថាស្ងោរស៊ុបឬប្រឡាក់សាច់ទេគឺយើងអត់ចោលដាច់ខាតគឺទឹកស៊ីអ៊ីវនេះឯងចាឥឡូវរួចរាល់ហើយគឺក្តៅហត់ទៅឆ្ងាញ់ណាស់ហើយឥឡូវហ្នឹងចូលខែត្រជាក់ទេបើសិនជាបងប្អូនមានជំងឺផ្ដាសាយអីចឹងដាក់ស៊ុបក្តៅមក